Ok,សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីគន្លឹះដើម្បីក្លាយជាអ្នកធ្វើបទបង្ហាញប្រកបដោយភាពទាក់ទាញអញ្ចឹងថាយើងធ្វើយ៉ាងម៉េចខ្លះដើម្បីឲ្យយើងក្លាយទៅជាអ្នកធ្វើបង្ហាញប្រកបដោយភាពទាក់ទាញបាទអញ្ចឹងយើងមើលអ្នកនរគ្នាបាទអញ្ចឹងយើងបង្ហាញអ្នកនរគ្នាថ្ងៃនេះទី1ទាក់ទងទៅនឹងតើអ្នកណាតើអ្នកធ្វើបង្ហាញជានរណាហើយមួយទៀតទី2គឺយើងបង្ហាញអំពីតើអ្នកធ្វើបង្ហាញក្នុងបទពិសោធន៍នេះតើអាការៈរបស់គាត់យ៉ាងម៉េចហើយក៏ឆ្លើយតបជាមួយនឹងអ្នកដែលស្ដាប់គាត់យ៉ាងម៉េចមួយទៀតទី3គឺបង្ហាញអំពីដំណាក់កាលទាំង3ដើម្បីក្លាយជាអ្នកធ្វើបង្ហាញល្អតើដំណាក់កាលទាំង3នេះយ៉ាងម៉េចបាទអញ្ចឹងយើងមើលទាំងអស់គ្នាទី1គឺអ្នកបាត់ធ្វើបង្ហាញគឺជាបុគ្គលដែលមានតួនាទីក្នុងការបង្ហាញឬផ្ដល់ព័ត៌មានអ្វីមួយដល់បុគ្គលឬក្រុមគោលដៅណាមួយអញ្ចឹងយើងត្រូវដឹងថាយើងជាអ្នកធ្វើបទបង្ហាញហើយយើងបង្ហាញឲ្យណាគេស្ដាប់ហើយអ្វីដែលយើងត្រូវបង្ហាញគេនឹងអញ្ចឹងបង្ហាញពីអីគេពីបញ្ហាឬបង្ហាញពីលទ្ធផលដែលយើងធ្វើបានឬបង្ហាញអំពីការងារដែលយើងនឹងត្រូវធ្វើហើយគោលដៅរបស់យើងឧទាហរណ៍ថាយើងធ្វើការក្នុងប្រមូលមួយយើងមានគម្រោងគឺយើងបង្ហាញទៅដល់ប្រធានរបស់យើងក៏ដូចជាសមាជិកក្រុមរបស់យើងឲ្យយល់អំពីការងាររបស់យើងដែលត្រូវធ្វើដូចជាសិស្សយើងបង្ហាញអំពីមេរៀនឬក៏ការងារដែលសម្រាប់បានឲ្យទៅគ្រូឬក៏ជាការឆ្លើយតបទៅនឹង assignment ដែលយើងធ្វើឲ្យទៅគ្រូរបស់យើងហើយដើម្បីឲ្យគាត់ដាក់ពិន្ទុឲ្យយើងបានល្អអញ្ចឹងយើងត្រូវដឹងថាយើងធ្វើបង្ហាញតែណាគេបើបង្ហាញហើយបើបង្ហាញទៅអ្នកណាហើយបង្ហាញគេអំពីអ្វីបាទទៅមួយទៀតទាក់ទងទៅនឹងអ្នកដែលគ្មានបទពិសោធន៍ក្នុងការធ្វើបទបង្ហាញអញ្ចឹងអ្នកដែលគ្មានបទពិសោធន៍ភាគច្រើនគាត់គឺភ័យព្រួយបាទភ័យព្រួយខ្លាំងតែម្ដងពេលខ្លះគឺបែកញើសបាទបែកញើសហើយញ័រនិយាយអត់ច្បាស់ទេគឺញ័រយកតែម្ដងហើយជីបចរឬក៏បេះដូងដើរញ័រអញ្ចឹងបាទធ្វើឲ្យការនិយាយស្ដីរបស់គាត់អត់ច្បាស់ហើយលឿនមួយទៀតដល់ពេលគាត់អត់មកពិសោធន៍គឺគាត់ទៅសេព័ត៌មាននៅក្នុងស្លាយពីសិនរបស់គាត់នឹងវារៀងវែងឬក៏តិចពេកឬក៏ដាក់អក្សរទូចពេកមើលមិនឃើញនិយាយលឿនណាគាត់និយាយលឿនហើយអានអក្សរលើស្លាយតែថាអត់បានឈោបាទនេះនិយាយឃើញដូចរូបនេះគឺគាត់ឈោបាក់ញើសបាទដោយសារអីគាត់ភ័យខ្លាចហើយគាត់ថ្មីគាត់បានអនុវត្តជាប្រចាំអញ្ចឹងធ្វើឲ្យយើងអ្នកដែលស្ដាប់ហ្នឹងគឺស្ងាត់ណាដោយសារហើយនឹងខ្លះដេកណានៅខ្លះលេងថតរូបគ្នាអីចឹងទៅណាអត់បានស្ដាប់ ABC អីទេអញ្ចឹងនេះដោយសារតែយើងអានស្លាយយកអានយកបាទទីសំខាន់ជាងគេគឺយើងកុំឲ្យនិយាយលឿនហើយកុំអានអក្សរលើស្លាយបើទៅមកទៀតមិនប្រើក៏ថាមិនប្រើខ្សែភ្នែកទៅកាន់អ្នកស្ដាប់ទេអញ្ចឹងអ្នកថ្មីក៏អត់សូវដឹងក៏បានមើលភ្នែកអញ្ចឹងការមើលភ្នែកសំខាន់មែនទែនបើយើងអត់បានមើលភ្នែកគាត់ទេមើលភ្នែកគាត់ទេមានន័យថាយើងអត់បានដល់តម្លៃឲ្យគាត់អត់បានយកចិត្តទុកដាក់ទៅលើពួកគាត់ទេអញ្ចឹងយើងត្រូវតែមើលភ្នែកគាត់ដើម្បីឲ្យគាត់គិតថាគាត់សំខាន់សម្រាប់យើងក៏ដូចជាយើងផ្ដោតអារម្មណ៍ទៅលើគាត់អញ្ចឹងធ្វើឲ្យគាត់ផ្ដោតមកលើអ្វីដែលយើងនិយាយហើយអ្នកដែលធ្វើបង្ហាញថ្មីនេះគាត់ក៏ពេលខ្លះគាត់ភ្លេចដែរភ្លេចអញ្ចឹងទាមទារឲ្យយើងរៀបចំដែលមិនទាមទារទេយើងនឹងបង្ហាញ3ចំណុចទាក់ទងទៅនឹងការរៀបចំរបស់យើងនឹងអញ្ចឹងនេះគឺជាអ្វីដែលអ្នកដែលថ្មីហ្នឹងក៏នឹងមានអាការៈបែបនេះអញ្ចឹងយើងធ្វើយ៉ាងម៉េចដើម្បីបំបត្តិភាពអាការៈភ័យខ្លាចទាំងអស់នេះបាទអូខេ3ដំណាក់កាលដើម្បីក្លាយជាអ្នកធ្វើបង្ហាញអញ្ចឹងយើងមាន3ដំណាក់កាលទី1គឺមុនពេលធ្វើបទបង្ហាញអញ្ចឹងការមុនពេលបទបង្ហាញនេះតើយើងគួរធ្វើអីខ្លះបាទទី2គឺកំឡុងពេលធ្វើបទបង្ហាញកំឡុងពេលនោះតើយើងមានអីខ្លះយើងត្រៀមអីខ្លះហើយយើងធ្វើអីខ្លះបាទទី3គឺ
ក្រោយពេលធ្វើបទបង្ហាញអញ្ចឹងយើងធ្វើខ្លះដើម្បីយើងខ្លាចទៅជាអ្នកធ្វើបទបង្ហាញបានល្អយើងមើលមុនពេលធ្វើបទបង្ហាញអញ្ចឹងយើងត្រូវសួរខ្លួនឯងថានរណាអញ្ជើញយើងឲ្យមកបទបង្ហាញបាទនរណាទេជាលោកគ្រូយើងជាបាទអ្នកដែលជួយយើងមកធ្វើបទបង្ហាញឬក៏ជានរណាគេឲ្យយើងហើយហេតុអ្វីបានជាគេអញ្ជើញយើងមកណាគេអញ្ជើញដើម្បីធ្វើអីដើម្បីបង្ហាញពីអីគេហើយពួកគាត់ចង់ឲ្យយើងនិយាយពីអ្វីនិយាយពីអ្វីណាមកទៀតតើពួកគេចង់ឲ្យយើងនិយាយនិងបង្ហាញទៅកាន់ណាចឹងអាចថាអ្នកណាហើយនឹងនរណាអញ្ជើញមកនេះពេលខ្លះអាចជាអ្នកដែលជាម្ចាស់ក្រុមហ៊ុនហើយអញ្ជើញយើងមកឲ្យបង្ហាញពីការលើកទឹកមានការលើកទឹកចិត្តទៅដល់កូនចៅរបស់គេនឹងជំនួសណាអញ្ចឹងនរណានេះគឺអាចជាបុគ្គលិកក្រុមហ៊ុនឬក៏អង្គការដែលអញ្ជើញយើងឬក៏ឲ្យមកបង្ហាញពីការលើកទឹកចិត្តអញ្ចឹងតាមបាទអញ្ចឹងបាទហើយបង្ហាញពីអីគឺពីបង្ហាញយើងពីចិត្តដើម្បីអីគេនេះហើយបានគេអញ្ជើញយើងមកគឺភាសាទីយើងមានមកពិសោធន៍ក៏ដូចជាយើងអាចជួយជំរុញបុគ្គលិកនេះឲ្យមាន productivity បាទមកទៀតគឺយើងមាននិយាយតើពួកគេចង់ឲ្យយើងនិយាយនឹងបង្ហាញទៅកាន់អ្នកណានេះដូចខ្ញុំបានជម្រាបមិញហើយមួយទៀតយើងត្រូវគិតថាតើសម្ភារៈซึ่งមុនបង្ហាញយើងត្រូវដឹងថាសម្ភារៈនិងឧបករណ៍ខ្លះដែលយើងត្រូវការប្រើប្រាស់ចឹងហើយយើងត្រូវធ្វើផែនការចឹងផែនការសំខាន់មែនទេគឺយើងនឹងពីគោលបំណងដូចមិញហ្នឹងគឺជាការរៀបរាប់ត្រួសចឹងមុននឹងយើងបត់បង្ហាញគឺយើងធ្វើផែនការឲ្យគោលបំណងយើងចង់ឲ្យអ្នកដែលស្ដាប់យើងហ្នឹងបានទទួលអីគេហើយនឹងកំណត់អ្នកស្ដាប់ស្ដាប់យើងជាមួយប្រភេទណាគាត់ជាចំណេះដឹងឬក៏ជាអ្នកដែលមានចំណេះដឹងទាបឬក៏ជាអ្នកមានឋានៈខ្ពស់ឬក៏យ៉ាងម៉េចដើម្បីយើងស្រួលក្នុងការរៀបចំព័ត៌មានរបស់យើងឲ្យស្របទៅតាមចំណេះដឹងឬក៏ភាសាឬក៏វប្បធម៌របស់គាត់បាទមួយទៀតយើងរៀបចំឯកសារអញ្ចឹងចំណុចសំខាន់ដែលយើងត្រូវនិយាយអ្វីត្រូវនិយាយមុនហើយនឹងបែងចែកពេលវេលាសមថាណាគេខ្លះនិយាយប្រហែលនាទីបាទអញ្ចឹងយើងនិយាយក្នុង slide ឬក៏យើងលើកឧទាហរណ៍អីមួយគឺឲ្យច្បាស់លាស់ហើយមានពេលវេលាកំណត់ត្រឹមត្រូវដល់មិនអញ្ចឹងទេយើងនឹងហួសពេលវេលាព្រោះការបាត់បង្ហាញគឺយើងកំណត់ទៅឲ្យយើងមិនមែនតែគឺបាត់បង្ហាញយកអត់បានមើលពេលវេលានោះទេហើយមួយទៀតយើងត្រូវការអនុវត្តជាងមុនយើងធ្វើនេះបាទយើងធ្វើការសមចឹងនិយាយនេះគឺការសមបាទសមហើយរំលឹកអាចនិយាយនឹងកញ្ចក់បាទដូចក្នុងរូបនេះគឺយើងនិយាយជាមួយនឹងកញ្ចក់ឬពេលខ្លះទៀតយើងអាចនិយាយជាមួយមិត្តភ័ក្តិរបស់យើងនិយាយសួរសាររបស់ឲ្យមិត្តភ័ក្តិរបស់យើងឬក៏អ្នកនៅផ្ទះរបស់យើងជួយកែរបស់ថាតើយើងនិយាយលឿនទេសមទេហើយកាយវិការទឹកមុខរបស់យើងយ៉ាងម៉េចដែរអញ្ចឹងទីមានការសមរំលឹកតាមមិនថាអ្នកណាទេគឺត្រូវការសមរំលឹកណាមុនពេលធ្វើបន្តទៀតបានគឺយើងត្រូវទៅដល់កន្លែងឲ្យបានមុន2 ឬ 3 ម៉ោងមុននៅកន្លែងយើងធ្វើបង្ហាញហ្នឹងឬក៏ថាបានដល់ 2 3 ម៉ោងតែ1ម៉ោងមុនក៏បានដែរដើម្បីដើម្បីយើងអាចធ្វើការសាកល្បងពន្លឺសំឡេងរបស់យើងណាសំឡេងសម្រាប់ speaker របស់យើងថាឮគ្រប់គ្រាន់ទេហើយការធ្វើការសាកល្បងនិយាយស្គាល់ពីរបៀបប្រើប្រាស់ណាទេហើយមួយទៀតការសាកល្បងនៅកុំព្យូទ័ររបស់យើងតែកុំព្យូទ័រយើងទៀតហើយយឺតពេលខ្លះដល់ពេលយើងត្រូវធ្វើដល់តែវាអញ្ចឹងយើងត្រៀមវាហើយមួយទៀតសាកល្បង PowerPoint របស់យើង PowerPoint presentation របស់យើងជាមួយ LCD ហើយពេលយើងថាដូរកុំព្យូទ័រអញ្ចឹងអាច slide PowerPoint របស់យើងអ្នកដូរទៅតាមនឹងជាការសំខាន់យើងត្រូវតែសាកល្បងវាមុនបាទពេលខ្លះយើងប្រើយើងធ្វើ slide show ហ្នឹងនៅក្នុងកុំព្យូទ័រមួយតែយើងយកពេលដែលយើងយកមកប្រើជាមួយនឹងកុំព្យូទ័រផ្សេងទៀតវាអាចនឹងវាលោតបាទអញ្ចឹងបានឲ្យយើងសាកល្បងមួយឬបើអាចជាការបាក់គឺយើងយកកុំព្យូទ័រដែលយើងធ្វើវាហ្នឹងមកប្រើប្រាស់តែម្ដងវាដឹងពីរបៀបប្រើប្រាស់ឧបករណ៍បង្កើតបង្ហាញអញ្ចឹងយើងត្រូវចេះប្រើវាណា
ចេះប្រើកុំព្យូទ័រចុចទៅមុខទៅក្រោយបាទហើយយើងមានផាន់សម្រាប់ផាន់ចំអល់បាទអូខេហើយយើងមួយទៅមួយទៀតគឺកំឡុងពេលម្ដងបាទចឹងកំឡុងពេលគឺបង្ហាញនេះគឺយើងធ្វើម៉េចយើងត្រូវស្លៀកពាក់បានសមរម្យបាទសមរម្យតាមស្ថានភាពជាស្ដែងយើងបង្ហាញគេពីអីយើងស្លៀកពាក់បានសមរម្យមួយទៅសម្លឹងមើលអ្នកស្ដាប់គ្រប់គ្នាចឹងភ្នែករបស់យើងគឺយើងត្រូវមើលសម្លឹងសម្រាប់យើងជំរាបមុនវិញតិចថាកាលណាបើយើងមើលភ្នែកពួកគាត់គឺធ្វើឲ្យយើងនឹងយ៉ាងម៉េចធ្វើឲ្យគាត់គាត់ថាយើងផ្ដោតតម្លៃទៅលើគាត់ហើយគាត់ចាប់អារម្មណ៍ទៅលើហើយយើងគឺបានបង្ហាញការកិរិយាសមរម្យបានន័យថាយើងមានការបញ្ចេញអាកប្បកិរិយាសមរម្យមិនមានដៃលោកខោប៉ៅណាបាទក៏មានធ្វើសកម្មភាពអីមួយដែលមិនសមស្របអាចជាគេអាចចំមុះណាឬក៏បាទយកដៃចុចលើតុបាទឬក៏ធ្វើអីមួយដែលមិនសមរម្យមួយទៀតពាក្យសម្ដីជានិយាយថាពាក្យសម្ដីយើងទៅមកប្រើប្រាស់ហ្នឹងវាឲ្យសមស្របទៅតាមស្ថានភាពស្ដែងហើយយើងកុំនិយាយពាក្យគំរើពាក្យប្រសំឬក៏និយាយមិនតិចណាឬក៏និយាយពីពេកណានិយាយឲ្យល្មមដែលអាចស្ដាប់បានការបញ្ចេញសំឡេងទីថ្ងៃយើងថាចង់បញ្ចេញសំឡេងឲ្យច្បាស់ហើយកុំញាប់បាទពាក្យពេលយើងនិយាយគឺស្គាល់បាទគេស្គាល់កុំឲ្យប្រើគ្រាមភាសាបាទហើយល្បឿននៃការបត់បង្ហាញគឺជាល្បឿននៃការនិយាយឲ្យវាសមស្របបាទអញ្ចឹងនេះគឺជាកំឡុងពេលដែលយើងធ្វើចុងក្រោយនេះគឺជាក្រោយពេលបတ်បង្ហាញអញ្ចឹងដើម្បីយើងខ្លាយទៅជាអ្នកដែលជំនាញខាងផ្នែកធ្វើបတ်បង្ហាញនេះគឺយើងត្រូវពេលក្រោយបတ်បង្ហាញគឺយើងសូមយកបទពិមិត្តភាពរបស់យើងមិត្តរួមការងារឬប្រធានរបស់យើងដើម្បីធ្វើការកែលម្អការប្រតិបត្តិល្អពោលនរណាក៏ដែរគឺដូចគ្នាមិនមាននរណាគេធ្វើល្អគ្រប់ភ្លាមទេគឺទាមទារពេលវេលានិងការអនុវត្តមួយទៀតគឺចំណាយពេលចូលរួមស្ដាប់ការបង្ហាញរបស់អ្នកផ្សេងដើម្បីរៀនសូត្រយកមកពិសោធន៍ល្អបាទហើយនឹងបន្តការអនុវត្តនិងការស្រាវជ្រាវបន្ថែមអូខេចឹងអរគុណច្រើនអ្នកនរគ្នាដែលបានយកចិត្តទុកដាក់សម្រាប់ចំពោះការបង្ហាញរបស់ខ្ញុំនេះចឹងចំពោះអ្នកនរគ្នាមានសុខភាពល្អហើយខ្ញុំនឹងបន្តមេរៀនផ្សេងទៀតដើម្បីឲ្យចែកចាយទៅដល់បងប្អូនអ្នកគ្នាដែលមិនទាន់បានដឹងពីរបៀបឬក៏ចំណេះដឹងផ្សេងៗបាទសូមអរគុណច្រើនសុខសប្បាយ